បាទជិះសួរពុកម៉ែបងប្អូនអ្នកផលិតដំណាំស្រូវទាំងអស់គ្នាបាទចឹងថ្ងៃនេះថ្ងៃទី13 ខែ 6 ឆ្នាំ 2025 បាទខ្ញុំបានមកខាងវាលកំពើបាទចឹងមកដល់នេះឃើញមានចាប់ផ្ដើមមានវត្តមានមួយមេឃថ្នោតហើយបាទចឹងសម្រាប់បងប្អូននៅក្នុងស្រូវវ័យហើយចាប់ពីដង្ហើមតូចអីមកព្យាយាមចោះតាមដានមើលបាទតាមដានមើលវត្តមានមួយមេឃថ្នោតកុំឲ្យទុករហូតដល់ផ្ទុះបាទចឹងការករណីផ្ទុះគឺយើងពិបាកក្នុងការកម្ចាត់ឬក៏គ្រប់គ្រងវាបាទចឹងមើលណាមានតូចមានធំមកហើយមួយទៀតវត្តមានមួយមេឃថ្នោតកើនច្រើនកើតនៅជុំវិញនឹងបាក់តេរីឆ្នោតស្លឹកឬក៏បាក់តេរីស្លឹកអញ្ចឹងដោយស្រែនេះយើងចោះមកឃើញថាវាមានបាក់តេរីស្លឹកដល់ពេលយើងមើលតកុលគឺមានវត្តមានមួយមេឃនៅក្នុងគល់បាទអញ្ចឹងនេះគ្រាន់ជាវីដេអូមួយបង្ហាញឲ្យបងប្អូនចាប់អារម្មណ៍ទៅលើវត្តមានរបស់មួយមេឃថ្នោតកាលណាកើតមកមេឃហើយធ្វើឲ្យយើងបាត់បង់ទិន្នផលខ្ពស់ដូចជាអាចនាំឲ្យយើងខាតក្នុងផលិតកម្មដំណាំស្រូវអរគុណសម្រាប់ការតាមដានទស្សនាវីដេអូនេះបាទ